អន្តរការធម្មពលស្អាតកំពុងធ្វើឲ្យប្រទេសកម្ពុជាមានភាពរឹងមាំជាងមុនធម្មពលខ្យល់និងធម្មពលពន្លឺព្រះអាទិត្យនឹងពង្រឹងសន្តិសុខធម្មពលរបស់កម្ពុជាកាត់បន្ថយការបំពុលបរិយាកាសនិងការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលមិនតែប៉ុណ្ណោះធម្មពលស្អាតក៏អាចពង្រឹងអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរវាអាចទាក់ទាញឧស្សាហកម្មដែលប្រើប្រាស់ធម្មពលច្រើនធ្វើឲ្យប្រសើរឡើងនៅខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់និងបង្កើតឱកាសថ្មីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ធម្មពលស្អាតហើយការអភិវឌ្ឍនេះនឹងបង្កើតការងាររាប់ពាន់កន្លែងនិងបើកឱកាសវិនិយោគតម្លៃរាប់លានដុល្លារដើម្បីសម្រេចគោលដៅនេះបានយើងត្រូវការជឿជាក់មហិច្ឆតានិងកិច្ចសហការហើយចំណុចបន្ទាប់ទាំងនេះគឺជាកត្តាដែលជំរុញឲ្យយើងទៅដល់គោលដៅនេះបានជំរុញការវិនិយោគបៃតងដើម្បីបង្ហាញថាកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលផលិតកម្មបៃតងដែលអាចទុកចិត្តបានសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ានអនុញ្ញាតឲ្យរោងចក្រទិញថាមពលស្អាតដោយផ្ទាល់តាមរយៈកិច្ចសន្យាទិញថាមពលនិងប្រព័ន្ធសូឡាលើដំបូលដែលភ្ជាប់ជាមួយអាគុយបង្កើតប្រព័ន្ធវិញ្ញាបនបត្រដែលល្អនិងអាចទុកចិត្តបានដើម្បីធានាថាផលិតផលដែលកម្ពុជាផលិតនិងនាំចេញត្រូវបានទទួលស្គាល់ថាគោរពស្តង់ដារបៃតងប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសទៅជាឧស្សាហឧស្សាហកម្មបៃតងដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតនិងការលើកទឹកចិត្តនានាដើម្បីឲ្យពួកគេបំពេញតាមលក្ខខណ្ឌកាបូនទាបជំរុញហិរញ្ញប្បទានអាកាសធាតុតាមរយៈការពង្រីកស្ថាប័ននិងហិរញ្ញប្បទានអាកាសធាតុកម្ពុជាការបកផ្សាយសញ្ញាប័ណ្ណបៃតងនិងការសហការជាដៃគូដើម្បីធ្វើសហហិរញ្ញប្បទានសម្រាប់ការកែតម្រង់បច្ចេកវិទ្យាស្អាតនៅតាមរោងចក្របណ្ដុះបណ្ដាលជំនាញសម្រាប់ការងារក្នុងវិស័យថាមពលស្អាតដើម្បីធានាថាប្រជាជនកម្ពុជាជាអ្នកដែលនាំមុខក្នុងអន្តរការថាមពលស្អាតនៅឆ្នាំនេះសប្តាហ៍ថាមពលស្អាតនឹងបង្ហាញពីការវិភាគដ៏ស៊ីជម្រៅកំណត់ពីឧបសគ្គនិងភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើនផលជះវិជ្ជមានជាអតិបរមានៃសេដ្ឋកិច្ចថាមពលស្អាតរបស់កម្ពុជា